ស្គាល់មួយបានច្រើនមិនថានឿល្អនឿអាក្រក់នឿអីថ្ងៃនេះដែរខ្ញុំចង់និយាយទាក់ទងជាមួយនឹងការរាប់អានមិត្តភ័ក្តិហ្នឹងថាតាអ្នកខ្លះក៏បានជួបនៅថាមិត្តភ័ក្តិអាក្រក់មិត្តភ័ក្តិអីចឹងទៅមិត្តភ័ក្តិក្បត់អីចឹងទៅអត់ល្អអីចឹងទៅហើយក៏មានមិត្តភ័ក្តិល្អនៅក្នុងនឹងដែរចឹងទៅទាក់ទងរឿងដែរខ្ញុំចង់និយាយទៅលើមិត្តភ័ក្តិហ្នឹងឯងសម្រាប់ខ្ញុំមិត្តភ័ក្តិដែលល្អមិត្តភ័ក្តិដែលរាប់អានគ្នាបានយូរគឺមិត្តភ័ក្តិការចំនួនវិទ្យាល័យការចំនួនយើងនៅរៀនមិនតែវិទ្យាល័យទេតាំងពីអនុវិទ្យាល័យអីហ្នឹងហើយគឺមិត្តភ័ក្តិចំនួនយើងនៅរៀនដោយសារគេដោយសារតែការរាប់អាននៅចំនួនហ្នឹងគឺយើងរាប់អានគ្នាដោយអត់បានរំពឹងទៅលើផលប្រយោជន៍ពីគ្នារៀងខ្លួនទេយើងបានរំពឹងថាម្នាក់នេះយើងជួយយើងដោះបំណុលអត់រំពឹងថាម្នាក់នេះនឹងនាំយើងឲ្យទៅធំអីចឹងអត់រំពឹងថាម្នាក់នេះនឹងជួយនេះជួយនោះដល់យើងទេប៉ុន្តែយើងគ្រាន់តែចង់សប្បាយជាមួយគ្នានៅពេលហ្នឹងនៅពេលយើងរៀននៅពេលយើងទៅរៀនគួរជាមួយគ្នានៅពេលយើងទៅញ៉ាំបាយជាមួយគ្នានៅពេលយើងទៅលេងបាល់លេងកីឡាជាមួយគ្នាទៅហ្នឹងយើងជាការបង្កើតនៅសេចក្តីសុខនៅតាមវ័យរបស់យើងទៅហ្នឹងហើយប៉ុន្តែបើសិនជាធំហើយអាយុ20ជាងហើយវ័យធ្វើការងារគឺមិត្តភ័ក្តិរបស់យើងកាន់តែក្នុងការពិបាកក្នុងការរាប់អានដោយសារគេដោយសារក្នុងការរាប់អានមិត្តភ័ក្តិនៅពេលវ័យយើងធ្វើការគឺសុទ្ធតែរំពឹងទៅលើអ្វីមួយយល់អត់គឺការរាប់អានគឺដើម្បីរំពឹងទៅលើអ្វីមួយថាយើងនឹងបានផលប្រយោជន៍អីពីម្នាក់នឹងអានេះខ្ញុំមិននិយាយថាទាំងអស់ណាតែវាភាគច្រើនគឺអញ្ចឹងមែនគឺការរាប់អានអត់ចេញពីចិត្តទេវាជាការរាប់អានដែលរំពឹងឬក៏មើលឃើញទៅលើអ្វីមួយបានគេរាប់អាននេះគឺជាមិត្តភ័ក្តិដែលវ័យធ្វើការអញ្ចឹងហើយអ្វីដែលចង់ណែនាំអ្នកនរគ្នាវាគួរតែមានមិត្តភ័ក្តិការចំនួនរៀនឲ្យបានច្រើនដោយសារតែមិត្តភ័ក្តិពេលយើងអាយុកាន់តែច្រើនទៅមិត្តភ័ក្តិគឺកាន់តែថយចុះទៅដោយសារតែអាយុយើងកាន់តែច្រើនការគិតរបស់យើងកាន់តែខុសគ្នាចាប់ដើមគ្នាចូលកន្លែងការងារយើងធ្វើខុសគ្នាបរិបទការងារខុសគ្នាសង្គមការងារខុសគ្នាយើងក៏កាន់តែនិយាយមួយគ្នាចូលអញ្ចឹងទៅហើយក្នុងការគិតក្នុងការអីទៅពេលធំឡើងទៅវាចាប់ដើមគិតបែកគ្នាអត់គិតទៅរឿងសុបាយកាលពីក្មេងៗយើងអាចគិតទៅរឿងសុបាយជាមួយគ្នាអញ្ចឹងទៅដល់ពេលធំឡើងម្នាក់មានគោលដៅរៀងខ្លួនអញ្ចឹងហើយឬក៏ដើររៀងខ្លួនពេលខ្លះរហូតដល់ខ្លះអត់បានជួបគ្នាទេមិត្តភ័ក្តិសឹងតែធ្វើការនៅកន្លែងជិតគ្នាអីចឹងទៅប៉ុន្តែសឹងតែមិនដែរជួបមុខទេបងអាហ្នឹងវាអញ្ចឹងក៏មានដែរអញ្ចឹងហើយអ្វីខ្ញុំណែនាំគឺការចំនួនរៀនគឺមានមិត្តភ័ក្តិច្រើនដល់ពេលយើងអាយុកាន់តែច្រើនទៅមិត្តភ័ក្តិយើងកាន់តែថយចុះទៅអញ្ចឹងហើយយ៉ាងហោចណាស់ក៏យើងស្គាល់មិត្តភ័ក្តិ4 5នាក់ដើម្បីនិយាយគ្នាដែរប៉ុន្តែបើចំនួនយើងរៀនយើងមានមិត្តភ័ក្តិតិចហើយកាន់ធំទៅមិត្តភ័ក្តិអាចថយចុះទៅបើសិនជាយើងមានមិត្តភ័ក្តិតែ4 5នាក់អញ្ចឹងហើយទ្រាំមកដល់យើងធំគឺអស់មិត្តភ័ក្តិបាត់មិត្តភ័ក្តិវាថយចុះរហូតមកអញ្ចឹងហើយវាអត់ថិតថេរទេអញ្ចឹងខ្ញុំផ្ដល់ឲ្យអ្នកគ្នាគួរតែមានមិត្តភ័ក្តិច្រើនមិនថាល្អមិនថាអាក្រក់ទេយល់គ្រូខ្ញុំតែប្រាប់ថាគ្រូប្រវត្តិខ្ញុំចាំហ្នឹងហើយការចំនួននៅវិទ្យាល័យក៏ប្រាប់ថាមិត្តភ័ក្តិមិនបាច់ចាំរាប់អានតែអ្នកល្អទេរាប់អានទាំងអាក្រក់ទាំងល្អរាប់អានទាំងអាក្រក់ទាំងល្អតែយើងត្រូវជ្រើសរើសថាយើងដើរជាមួយអ្នកណាឲ្យពិតប្រាកដយល់រាប់អានវាជាការរាប់អានទេវាជាការស្គាល់គ្នាយល់វាជាការរាប់អានគ្នាស្គាល់គ្នាដើម្បីឲ្យវាមានទំនាក់ទំនងដើម្បីគាត់ថាយើងប្រស័យតាក់ទងគ្នាក្នុងការងារអីមួយចឹងទៅប៉ុន្តែមិត្តភ័ក្តិយើងដើរតាមពិតប្រាកដវាជាមិត្តភ័ក្តិដែលយើងនៅមួយយើងរាល់ថ្ងៃយើងធ្វើកម្មភាពនោះមួយគ្នារាល់ថ្ងៃមានថាយើងទៅរៀនគួរមួយគ្នាយើងទៅញ៉ាំបាយមួយគ្នាចឹងអាមិត្តភ័ក្តិដែលរាល់ថ្ងៃជាមួយយើងនេះអាចនឹងមានតែមួយក្រុមឬក៏ពីរក្រុមទេហ្នឹងហើយប៉ុន្តែយើងត្រូវស្គាល់មនុស្សគេបានច្រើនយល់បើខ្ញុំនិយាយស្គាល់មនុស្សបានច្រើនមិនថានឿល្អនឿអាក្រក់នឿអីស្គាល់បានច្រើនឥឡូវខ្ញុំសូមឧទាហរណ៍បើអ្នកអស់គ្នាអាចយល់ឧទាហរណ៍ថាអ្នកអស់គ្នាជាសត្វមួយនៅក្នុងព្រៃហើយអ្នកអស់គ្នាស្គាល់សត្វទាំងអស់នៅក្នុងព្រៃស្គាល់គ្រប់សត្វទាំងអស់ស្គាល់ទាំងក្រពើស្គាល់ទាំងខ្លាស្គាល់ទាំងតែកកង់ស្គាល់ទាំងប្រើស្គាល់ទាំងអីអស់ស្គាល់ទាំងសត្វក្លូបស្គាល់ទាំងសត្វកាចអញ្ចឹងខ្ញុំឧទាហរណ៍មួយថ្ងៃណាមួយមិនបាច់ស្គាល់គ្រប់សត្វទាំងអស់ទេថាឯងចង់ថាស្គាល់គ្រប់សត្វទាំងអស់តែថាក្នុងមួយប្រភេទសត្វមួយអ្នកស្គាល់តែម្នាក់ក៏បានដែរស្គាល់តែមួយក្បាលក៏បានដែរឧទាហរណ៍ក្នុងសត្វក្រពើមួយទាំងអស់មាន10ក្បាលអ្នកអស់មិនចាំទៅស្គាល់10ក្បាលទេអ្នកអស់នេះស្គាល់តែមួយក្បាលក៏បានដែរឧទាហរណ៍តែថ្ងៃណាមួយអ្នកអស់នេះត្រូវដើរឆ្លងទន្លេដែលពោពេញដោយក្រពើជាច្រើនក្បាលនៅពេលអ្នកដើរឆ្លងទន្លេមិនមែនតែអ្នកអស់នេះមិនទេឯងវាមានច្រើនទៀតមានសត្វច្រើនទៀតឆ្លងទន្លេមួយគ្នាទៅពេលយើងឆ្លងជាហ្វូងទៅវាមិនឆ្លងតែម្នាក់ទេអញ្ចឹងនៅពេលដែលយើងឆ្លងទន្លេក្រពើវានឹងចាំខំហើយដល់ប៉ុន្តែយើងកុំភ្លេចថាយើងស្គាល់ក្រពើមួយនៅក្នុងនឹងយល់អញ្ចឹងនៅពេលដែលយើងដើរឆ្លងអាក្រពើនឹងវាស្គាល់ថាយើងវាស្គាល់ថាអូខេអានេះមិត្តភក្តិយើងវាស្គាល់ហើយវាថាអូខេនេះមិត្តភក្តិខ្ញុំអញ្ចឹងវាប្រាប់វាអាចនឹងនិយាយគ្នាមិនទេភាសាក្រពើវាមិននិយាយដូចមនុស្សតែវាថាវាប្រើភាសានិយាយរបស់វាហ្នឹងឯងវាអាចនិយាយមួយគ្នាវាថាហេកុំខំមួយនេះមិត្តភក្តិខ្ញុំយល់អត់ឃើញអត់អញ្ចឹងវាថាពេលខ្លះយើងរាប់អាមនុស្សអត់ត្រូវការផលប្រយោជន៍ទេតែពេលខ្លះវាបានផ្ដល់ប្រយោជន៍ដល់យើងអញ្ចឹងវាថានៅពេលយើងឆ្លងទៅគឺក្រពើអត់បានខំយើងទេដោយសារយើងមានម្នាក់យើងស្គាល់ម្នាក់យើងស្គាល់ក្រពើមួយក្បាលនៅក្នុងនឹងអ
ចឹងហើយយើងអាចរួចខ្លួនពីការឆ្លងត្រីនឹងដោយសុខភាពអត់មានកពើណាមកខំយើងទេបើស្តាយើងស្គាល់មកកពើមកក្បាលក្នុងនឹងហ្នឹងវាជានេះមួយហ្នឹងទៅអានេះបើសិនឧទាហរណ៍មកជីវិតពិតជាក់ស្ដែងវិញយើងអាចរាប់អានមនុស្សគឺយើងរាប់អានទាំងបណ្ឌិតរាប់អានទាំងអ្នករៀនអ្នកសូត្រអ្នកដើរលេងអ្នកលេងបាល់ណាអ្នកលេងហ្គេមយើងស្គាល់ទាំងអស់យើងស្គាល់ទាំងចោលទៀតស្គាល់ទាំងចោលទៀតពេលខ្លះយើងក៏ដឹងទេតែគាត់ជាចោលយើងដឹងទេតែគាត់ជាចោលប៉ុន្តែយើងរាប់អានគាត់ដល់យើងមើលឃើញតែពីសម្បកក្រៅតែគាត់ជាមនុស្សធម្មតាអញ្ចឹងឧទាហរណ៍ថ្ងៃណាមួយមិត្តភក្តិយើងជាចោលនេះគាត់ទៅប្លន់ជាមួយនឹងក្រុមរបស់គាត់គាត់ទៅប្លន់ហ្នឹងទៅគាត់ទៅប្លន់ហើយគាត់ទៅប្លន់ចំផ្ទះរបស់យើងគាត់ទៅដល់គាត់រោប្លន់ហើយប៉ុន្តែគាត់មើលទៅថាអានេះផ្ទះមិត្តភក្តិអញហ្នឹងគាត់ទៅប្រាប់មិត្តភក្តិថាកុំប្លន់ផ្ទះនេះផ្ទះនេះវាអត់ទៅមានទេអត់ទៅមានប្លន់ទេទៅប្លន់ផ្ទះផ្សេងវិញឃើញអត់យើងរួចខ្លួនមួយទៀតយល់ទេអញ្ចឹងមានន័យថារាប់អានមនុស្សរាប់អានឲ្យគ្រប់មុខរាប់អានឲ្យគ្រប់ប្រភេទកុំរើសអើងថាគាត់ជាអីប៉ុន្តែយើងដើរជាមួយអ្នកណាអានេះយើងត្រូវរើសយើងថាយើងដើរជាមួយអ្នកណាយើងរាប់អានមនុស្សល្អដើម្បីឲ្យយើងដឹងថាអូខេយើងត្រូវធ្វើអីជាមួយគេហើយយើងមើលទៅថាមនុស្សល្អគេធ្វើអីខ្លះដើម្បីយើងធ្វើតាមយើងរាប់អានមនុស្សអាក្រក់រាប់អានដើម្បីមើលថាគេធ្វើអីខ្លះហើយយើងយកមកប្រាប់ខ្លួនឯងថាយើងកុំធ្វើតាមគេយល់អត់បើយើងដឹងថាហ្នឹងវាជាអំពើអាក្រក់ហើយវាជាអំពើមិនត្រឹមត្រូវហើយកុំធ្វើតាមហ្នឹងតើតើនឹងក្នុងការរាប់អានមិត្តភក្តិរាប់អានឲ្យច្រើនទៅរាប់អានឲ្យច្រើនក្រុមទៅប៉ុន្តែរើសដើរឲ្យត្រូវក្រុមរើសដើរជាមួយបណ្ឌិតអ្នកអត់គ្នាខ្លាយទៅជាបណ្ឌិតរើសដើរជាមួយនឹងចោលអ្នកអត់គ្នាខ្លាយទៅជាចោលអាហ្នឹងខ្ញុំក៏ប្រាប់អញ្ចឹងហើយតើតើនឹងរឿងតែនឹងដែរខ្ញុំចង់និយាយទៅលើថាមនុស្សដែលយើងរាប់អានគឺតែងតែផ្ដល់ឥទ្ធិពលឲ្យយើងមនុស្សយើងដើរជាមួយតែងតែផ្ដល់ឥទ្ធិពលឲ្យយើងដើរជាមួយមនុស្សបែបណាយើងខ្លាយទៅជាមនុស្សបែបហ្នឹងយើងភាគច្រើនសង្កេតមើលទៅថាយើងបើយើងចង់ខ្លាយទៅជាមនុស្សបែបណាយើងព្យាយាមយកខ្លួនឯងហ្នឹងទៅនៅក្បែរមនុស្សបែបហ្នឹងបើតែយើងចង់ខ្លាយជាមនុស្សបែបហ្នឹងយើងចង់ខ្លាយជាអ្នកមានយើងភាគច្រើនយកខ្លួនឯងទៅក្បែរអ្នកមានដើម្បីរៀនពីគេយើងចង់ខ្លាយជាគ្រូយើងយកខ្លួនឯងនេះទៅក្បែរគ្រូបើយើងជាសិស្សយើងទៅនិយាយមួយគ្រូនិយាយសួរណែនាំនេះណែនាំនោះសួរចេះសួរចុះថាដើម្បីខ្លាយជាគ្រូទៅធ្វើមិនចាស់ទៅធ្វើមិនខ្លាយហ្នឹងទៅអាហ្នឹងវាសួរអាហ្នឹងវាស្អីយើងថាយើងចង់ធ្វើអីឲ្យពួកគាត់យើងចង់ធ្វើអីព្យាយាមយកខ្លួនឯងទៅក្បែរមនុស្សអ្នកហ្នឹងចុងក្រោយយើងនឹងបានខ្លាយជាមនុស្សអ្នកហ្នឹងដូចអ្វីដែលយើងចង់បាន